សូមជម្រាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាម្ដងទៀតហើយនៅក្នុងកម្មវិធីសិក្សាកុំព្យូទ័រតាមអនឡាញជាមួយខ្ញុំបាទលោកគ្រូពិសាលថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅមេរៀនទី4របៀប print ឯកសារចេញពីក្នុងកម្មវិធី Microsoft Word អញ្ចឹងមុននឹងយើងចូលមេរៀនខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាថាបើសិនជាយើងចង់រៀនចង់ចេះពិតប្រាកដអញ្ចឹងបងប្អូនត្រូវមានការលះបង់ពេលវេលាដើម្បីរៀននិងអនុវត្តតាមនៅចំណុចនីមួយៗដែលខ្ញុំបានបង្រៀនឬក៏បង្ហាញនៅក្នុងមេរៀននីមួយៗផងដែរអញ្ចឹងការរៀនគឺជាការលះបង់គឺជាការវិនិយោគមួយដែលមានសារៈសំខាន់ហើយវាមានជាការវិនិយោគមួយដែលមានរយៈវែងឆ្ងាយតែវាបានផលយើងយកទៅប្រើប្រាស់បានពេញមួយជីវិតរបស់យើងបាទនេះគឺជាការស្នើសុំរបស់ខ្ញុំដើម្បីយើងអាចរៀនហើយអនុវត្តវាហើយចេះប្រើប្រាស់វាបានពិតប្រាកដអញ្ចឹងសូមបងប្អូនបានព្យាយាមហើយនឹងអត់ធ្មត់ក្នុងការសិក្សាដើម្បីអនាគតរបស់យើងអញ្ចឹងមេរៀននេះខ្ញុំបានរៀបចំមកវាមាន12សំទោស10ចំណុចដើម្បីនឹងចែករំលែកជាមួយបងប្អូនទាំងអស់គ្នាក្នុងការ print ឯកសារចេញពីកម្មវិធី Microsoft Word របស់យើងអញ្ចឹងចំណុចទី1គឺរបៀបពិនិត្យមើលការដំឡើងឬក៏ភ្ជាប់ម៉ាស៊ីន print ទៅកាន់កុំព្យូទ័រអញ្ចឹងដើម្បីធ្វើវាបានគឺគ្រាន់ចូលទៅ file អញ្ចឹងបងប្អូនមើលនៅខាងឆ្វេងដៃនេះខាងលើបំផុតមានពាក្យ file ចុចមកហើយយកពាក្យថា print អញ្ចឹងអានេះដោយសារយើងមានម៉ាស៊ីន print ដែលភ្ជាប់ស្រេចឬក៏មានយើងអាចពិនិត្យមើលថាតើវាបាន connect ត្រឹមត្រូវហើយឬនៅបានភ្ជាប់ម៉ាស៊ីន print ដែលយើងចង់ print ហ្នឹងមកកុំព្យូទ័រត្រឹមត្រូវហើយឬនៅដោយសារពេលខ្លះយើងមានម៉ាស៊ីន print ច្រើនប៉ុន្តែបើយើងមានម៉ាស៊ីន print តែមួយគឺវាស្រួលទេបើកមកភ្ជាប់អូតូម៉ាទិកគ្រាន់តែយើងភ្ជាប់វាតាមរយៈ Wi-Fi ឬក៏ភ្ជាប់វាតាមរយៈខ្សែ USB តែប៉ុណ្្នឹងទេអានេះដោយសារខ្ញុំអត់បានភ្ជាប់ម៉ាស៊ីន print ទេប៉ុន្តែអញ្ចឹងយើងចុចនេះមកឃើញវាចេញ offline ចឹងមកកាលណាវាចេញ offline យើងអាច print កើតទេវាអត់មានអី connect តាក់ទងជាមួយម៉ាស៊ីន print និងកុំព្យូទ័រទេណាតែបើសិនជាវាចេញ error ជួនកាលយើង connect វាភ្ជាប់ហើយប៉ុន្តែវា error ដោយប្រការណាមួយឬក៏ម៉ាស៊ីន print ខូចឬក៏ជាប់กระดาษក្នុងម៉ាស៊ីន print ផ្សេងៗអញ្ចឹងយើងសូមពិនិត្យមើលអញ្ចឹងបើឧទាហរណ៍ថាបើយើងបានភ្ជាប់វាហើយវានឹងចេញពាក្យថា ready អញ្ចឹងយើងអាច print បានអញ្ចឹងគ្រាន់តែចុចពាក្យថា print មកវានឹងចេញហើយណាអូខេចំណុចទី2របៀបដាក់ចំនួនច្បាប់នៃឯកសារដែលត្រូវ print ចេញឬក៏ printing multiple copy ឬក៏ដាក់ចំនួន copy ណាដែលយើងចឹងយកមក copy 2 copy យកមកច្បាប់ឬក៏2ច្បាប់អញ្ចឹងដូចគ្នាគ្រាន់តែយើងចូលទៅ file ហើយចុចពាក្យ print អញ្ចឹងយើងមើលកន្លែងនេះពាក្យថា copy នៅខាងលើគេនេះចេញចង់បានប្រមាណច្បាប់យើង print មកចង់បានប្រមាណ copy ចង់បាន6 copy ឧទាហរណ៍6ច្បាប់អញ្ចឹងយើងកំណត់ហើយយើងចុច print មកជាការស្រេចណាវានឹងចេញបើឯកសារមាន2សន្លឹកអញ្ចឹង6ច្បាប់គឺ6នឹងគុណនឹង2នឹងគុណនឹង6មកវាចេញ6ច្បាប់ឲ្យយើងខេចំណុចទី3របៀបជ្រើសរើសម៉ាស៊ីន print របៀបជ្រើសរើសម៉ាស៊ីន print ដូចគ្នាណាមានតែមួយកន្លែងទេគេចូល file យក print អញ្ចឹងអានេះឧទាហរណ៍ថាបើសិនយើងមានម៉ាស៊ីន print តែមួយយើងមិនបាច់រើសទេចុចមកវាចេញស្រេចតែបើយើងមានម៉ាស៊ីន print ច្រើន4 5អញ្ចឹងមកយើងនឹងជ្រើសរើសម៉ាស៊ីន print ណាដែលយើងចង់ឲ្យវា print ចេញណាអញ្ចឹងដូចខ្ញុំមានម៉ាស៊ីន print Epson ផងមាន Canon ផងមានអីផ្សេងច្រើនអញ្ចឹងខ្ញុំជ្រើសរើសទៅតាមម៉ាស៊ីនមួយណាដែលខ្ញុំចង់ឲ្យវាចេញ
មកចឹងយើងរើសម៉ាស៊ីន print ប៉ុន្តែតើឡើងចេញ read D បានយើងអាច print បានដោយសារខ្លះយើងបានភ្ជាប់ខ្សែវាចានេះខ្ញុំបានភ្ជាប់ខ្សែទេឧទាហរណ៍ថាខ្ញុំភ្ជាប់វាចេញ read D យើងអាចចុច print មកជាការស្រេចណាអូខេចំណុចទី4របៀបជ្រើសរើសទំព័រដើម្បី print យើងចង់ print ទំព័រមួយណាយើងអាចជ្រើសរើសបានណាចឹងចូលតាមកន្លែងដូចគ្នាគឺ file ហើយនឹងចុចយកពាក្យ print អញ្ចឹងនៅក្នុងនេះវានឹងចេញជា default របស់ Word គឺវាចេញពាក្យថា print all page អញ្ចឹងពាក្យ print all page គឺវា print ឯកសារដែលយើងមានទាំងអស់នៅក្នុងកិច្ចការដែលយើងធ្វើហើយហ្នឹងវានឹង print ទាំងអស់តែបើយើងយកពាក្យថា print current page មានទី1អញ្ចឹងនេះ print current page print current page នេះគឺយើង print យកតែទំព័រណាដែលយើងដែលវាបង្ហាញនៅលើអេក្រង់អញ្ចឹងថា current page នេះទំព័របច្ចុប្បន្នដែលវាបង្ហាញនៅលើអេក្រង់ណាអញ្ចឹងបើយើងយក print current page វានឹងចេញទំព័រដែលនៅលើដែលបង្ហាញនៅលើអេក្រង់ចំណុចមួយទៀតគឺ custom print នេះនៅពេលយើង select វាមកវានឹងសួរយើងថាយើងដាក់ទំព័រមួយណានៅថាយើងអាចកំណត់យកទំព័រមួយណាក៏បានដែរឧទាហរណ៍យើងមាន2ទំព័រយើងចង់យកតែទំព័រទី1យើងដាក់លេខ1ត្រេសន្ទុះញ៉ាដកដាក់លេខ1ទៀតអញ្ចឹងវាចេញតែទំព័រទី1ទេមានន័យថា print ពីទំព័រទី1ដល់ទំព័រទី1អញ្ចឹងបើយើងយក6ច្បាប់វានឹងចេញទី1នឹង6ដងតែបើយើងយកទំព័រទី1ឧទាហរណ៍យកទំព័រទី2ដូចគ្នាណាដល់ទំព័រទី2អញ្ចឹងដូចគ្នាវា print តែទំព័រទី2ទេមួយទៀតបើសិនជាយើងមានឯកសារនឹងច្រើនទំព័រ10ទំព័រអញ្ចឹងទៅយើងចង់យកតែទំព័រទី1និងទំព័រទី9ឧទាហរណ៍អញ្ចឹងយើងចុចលេខ1ក្បៀសដកឃ្លាមកចុចលេខ9អញ្ចឹងវានឹង print តែទំព័រទី1និងទំព័រទី9ឬក៏យើងចង់ដាក់ថាខ្ញុំចង់យកទំព័រទី1ដល់ទំព័រទី2ហើយនឹងទំព័រទី9ដល់ទំព័រទី10ឧទាហរណ៍អញ្ចឹងយើងវា print ចេញទំព័រទី1ទី2ទំព័រទី9និងទី10អញ្ចឹងទីប្រមាណផ្សេងទៀតវាអត់ print ចេញឲ្យយើងទេនឹងរបៀបកំណត់ទំព័រជាក់លាក់បន្ទាប់មកយើង print មកជាការស្រេចណាអូខេចឹងចំណុចទី5របៀបកំណត់ការ print លើกระดาษតែម្ខាងឬក៏ print សងខាងណាព្រោះបើយើងពេលខ្លះយើងចង់ print តែម្ខាងក៏បានទុកម្ខាងឲ្យទំនេរនៅលើกระดาษរាមរបស់យើងឬក៏ពេលខ្លះយើងចង់ print សងខាងដោយសារឯកសារយើងវាច្រើនដើម្បីចំណេញกระดาษណាដើម្បី save กระดาษអញ្ចឹងយើង print សងខាងមកអញ្ចឹងយើងចូលទៅ file ចុច print ដូចគ្នានេះបន្ទាប់ពីមិញមកយើងឃើញពាក្យថា print one side អញ្ចឹងនេះជា default របស់ Word វាចេញមកអញ្ចឹងមិនន័យថាយើង print តែម្ខាងទេអញ្ចឹងម្ខាងនៃกระดาษរាមរបស់យើងគឺនៅទំនេរតែបើយើងចង់ print សងខាងយើងចុចយកពាក្យ print on both side អញ្ចឹងនេះគឺវានឹង print សងខាងឲ្យយើងប៉ុន្តែបើម៉ាស៊ីន print តូចៗខ្លះវាពិបាកដើម្បីយើង print ម្ខាងហើយយើងដកវាទៅដាក់បញ្ចូលក្នុងម៉ាស៊ីន print ដើម្បី print ម្ខាងទៀតពេលខ្លះទៅយើងក៏ដាក់បច្ច្រាសវា print មកជាន់គ្នាឬក៏បច្ច្រាសกระดาษតែបើម៉ាស៊ីន print ធំវា automatic ណាយើងចុចមកវា print សងខាងឲ្យយើងតែម្ដងងាយស្រួលណាអញ្ចឹងយើងគ្រាន់តែរើសមកវានឹង print ឲ្យយើងណាចុចពាក្យថា print មកវានឹង print ចេញ
ចំណុចទី6របៀបកំណត់ការប្រមូលផ្ដុំក្រដាស់ពេលព្រីនចេញចឹងបើសិនជាបងប្អូនតាមពិតចំណុចនេះគេមិនសូវប្រើទេវាចេញអូតូម៉ាទិកចំណុចនេះជាធម្មតាវាចេញអូតូម៉ាទិកទេណាប៉ុន្តែយើងនឹងរៀនដឹងទាំងអស់គ្នាអញ្ចឹងដើម្បីកំណត់ការប្រមូលផ្ដុំក្រដាស់នោះយ៉ាងម៉េចខ្ញុំចូលទៅឲ្យបងប្អូនមើលចុច file ហើយនឹងជ្រើសរើសយក print មកអញ្ចឹងនេះនៅក្នុងកន្លែងនេះគេដាក់ collected អញ្ចឹងជាធម្មតាវានឹងចេញមកតាមលំដាប់លំដោយនៅពេលយើងមានឧទាហរណ៍យើងមានក្រដាស់2ទំព័រដូចអញ្ចឹងនៅពេលយើង print តាម collected មិនថាចងផ្ដុំគ្នានេះវាចេញទំព័រទី1ទំព័រទី2ទំព័រទី3ហើយបានវាឧទាហរណ៍តែក្រដាស់យើងមាន3ទំព័រឯកសារមាន3ទំព័រអញ្ចឹងវា print ទំព័រទី1ទី2ទី3ទៅមកវានឹង print ទំព័រទី1ទី2ទី3ទៅតាមចំនួន copy ចំនួនច្បាប់ដែលយើងចង់ឲ្យវា print ចេញអញ្ចឹងបើយើងយក6ច្បាប់អញ្ចឹងវា print ទំព័រទី1ទី2ទី3ហ្នឹងចំនួន6ដងឲ្យយើងតាមលំដាប់លំដោយប៉ុន្តែឧទាហរណ៍ថាបើយើងចង់ឲ្យវា print ចេញជាចេះណាយើងជ្រើសរើសយក uncollected នេះគឺវានឹង print តែទំព័រទី1ទី1 3ដងបើយើងយក6ច្បាប់គឺវា print ទំព័រទី1 6ដងបន្ទាប់មកវា print ទំព័រទី2 6ដងបន្ទាប់មកទៀតវា print ទំព័រទី3 6ដងបើសិនយើងមាន3ទំព័រណាតែបើយើងមានតែ2ទំព័រគឺវា print មករាយអញ្ចឹងដល់ពេលវា print ចេញអញ្ចឹងយើងនឹងត្រូវយកវាទៅរៀបដាក់ម្ដងទៀតដើម្បីវាចូលតាមលំដាប់លំដោយអញ្ចឹងជាធម្មតាគេមិនសូវប៉ះពាល់វាទេកន្លែងនេះគឺគេយក collected ហ្នឹងឯងវាមកតាមលំដាប់លំដោយរបស់វាហើយចុច print មកវានឹងចេញឲ្យយើងតាមលំដាប់យើងស្រួលកឹបវាជាដុំអូខេចំណុចទី7របៀបដាក់ក្រដាស់បញ្ឈរឬក៏ផ្ដេកចំណុចនេះតាមពិតគេកំណត់វាក៏យើងធ្វើឯកសារយើងកំណត់នៅក្នុងពេលយើងធ្វើឯកសារឲ្យស្រេចណាប៉ុន្តែនេះឧទាហរណ៍ថាយើងបានកំណត់អីទេយើងចង់ផ្លាស់ប្ដូរវាយើងក៏អាចកំណត់វានៅក្នុងពេលដែលយើងចង់ print បានដែរចូល file ចុច print មកអញ្ចឹងនេះបន្ទាប់ពីនេះយើងឃើញគេដាក់ថា portrait orientation ចានេះគឺយើងយកក្រដាស់បញ្ឈរដូចនេះវា print បញ្ឈរតែបើយើងចង់ឲ្យវាចេញជាក្រដាស់ផ្ដេកយើង select វាមករើសយក landscape orientation អញ្ចឹងយើងចុចលើវាមកវានឹងចេញក្រដាស់ផ្ដេកឲ្យយើងនេះអញ្ចឹងក្រដាស់យើងវា print ចេញជាផ្ដេកហើយវានឹងផ្លាស់ប្ដូរទម្រង់ខ្លះក្នុងឯកសាររបស់យើងអូខេអញ្ចឹងចំណុចទី8របៀបកំណត់ទំហំក្រដាស់របៀបកំណត់ទំហំក្រដាស់ស្រួលទេយើងចូល file ដូចគ្នាចូល print អញ្ចឹងក្រដាស់របស់យើងជាធម្មតាយើង print ភាគច្រើនមានក្រដាស់ A4 ដែលច្រើនជាងគេទៅមកក្រដាស់ A3 អញ្ចឹង A3 ទំហំដែលធំជាង A4 គុណនឹង2ណាហើយមួយទៀតដែលយើងប្រើញឹកញាប់ដែរនោះគឺទំហំក្រដាស់ A5 ក្រដាស់ A5 ហ្នឹងគឺវាតូចជាងក្រដាស់ A4 ពុះជា2អញ្ចឹងក្រដាស់ A4 ពុះជា2គឺស្មើនឹងក្រដាស់ A5 1ក្រដាស់ A4 បូកបញ្ចូលគ្នា2ស្មើនឹងទំហំក្រដាស់ A3 គឺជាប្រភេទទំហំអញ្ចឹងនៅក្នុងនេះយើងនឹង select វាចង់យកទំហំមួយណាយើង select វាមកនេះដោយសារខ្ញុំបានភ្ជាប់ម៉ាស៊ីន print វាអត់ចេញទំហំក្រដាស់ទាំងអស់មកទេអញ្ចឹងយើងឃើញមាន A4 ឬក៏ letter នេះវាស្តៀង A4 ដែរតែចុងក្រដាស់វាខុសគ្នាបន្តិចបន្តួចណាយើងអាចយក letter នេះក៏បានយក A4 ក៏បាន
ឬក៏យើងចង់បានទំហំណាផ្សេងទៀតបើមានម៉ាស៊ីនព្រីមភ្ជាប់ច្រើនវានឹងចេញទំហំឲ្យយើងតាំងពី A3 A5 សម្រាប់ឲ្យយើងជ្រើសរើសណាអូខេបើយើងជ្រើសរើសយក A4 យើងចុចមកឲ្យ print ចេញមកជាការស្រេចណាអូខេចំណុចទី9របៀបកំណត់ចន្លោះនៅចុងក្រដាសឬក៏គេហៅថា margin ហ្នឹងអញ្ចឹងអ្វីជាចន្លោះចុងក្រដាសអញ្ចឹងបងប្អូនមើលនៅចំហៀងខាងឆ្វេងទំព័រនេះមានចន្លោះខាងស្ដាំនេះក៏មានចន្លោះខាងលើក៏មានចន្លោះណាអញ្ចឹងនេះគេហៅ margin អញ្ចឹងអានេះក៏គេកំណត់នៅពេលធ្វើឯកសារដែរប៉ុន្តែបើយើងអត់បានទេយើងអាចកំណត់នៅក្នុងកន្លែង print បានអញ្ចឹងខាងក្រោមនេះគឺជាកន្លែងកំណត់ចន្លោះចុងក្រដាសណាអញ្ចឹងបើយើងចុចលើវាមកវាចេញច្រើនវាមានធម្មតាខាងលើនេះគឺវាចេញ last custom setting នេះវាចេញអាកន្លែងដែលយើងបានកំណត់ចុងក្រោយបំផុតអញ្ចឹងដោយសារខ្ញុំកំណត់ចុងក្រោយនេះគឺយកខាងលើ 0.2 អ៊ីងខាងក្រោមខាងឆ្វេងខាងស្ដាំគឺដូចគ្នាអញ្ចឹងมันឃើញกระดาษយើងនឹងមានចន្លោះសងខាងវាតូចមែនទែនតែបើយើងយក normal វានឹងកំណត់ជា default របស់ Word វាដាក់1អ៊ីងជុំវិញតែបើយើងយក narrow យើងតូចបន្តិចអញ្ចឹងវាចេញកន្លះអ៊ីងជុំវិញទំព័រសញ្ញារបស់យើងអញ្ចឹងវាមានទំហំច្រើនទៀតតែបើយើងចង់ custom ឬក៏កែតម្រូវវាទៀតយើងអាចចុចយកពាក្យ custom មក custom margin មកវានឹងចេញឲ្យយើងកែលេខនេះយើងអាចកែលេខវាទំហំវានៅលើនេះបានណាជុំវិញនេះគឺចង់ដាក់លេខប្រមាណក៏បានដែរអញ្ចឹងវានឹងរត់ទៅតាមនឹងឲ្យយើងតាមមកយើងចុច OK ទៅជាការស្រេចហើយយើង print ចេញមកទៅតាមទំហំចន្លោះដែលយើងចង់បានអូខេចំណុចចុងក្រោយចំណុចទី10របៀបកំណត់ចំនួនទំព័រនៅលើសន្លឹកតែមួយអញ្ចឹងតាមពិតរបៀបនេះគេនៅលើកម្មវិធី Microsoft Word គេអត់សូវធ្វើវាទេដោយសារបើយើង print ច្រើនទំព័រនៅលើសន្លឹកតែមួយវាធ្វើឲ្យយើងអក្សរតូចៗស្អេកស្កះមើលអត់ពិបាកអានណាអញ្ចឹងធម្មតាគឺគេ print តែមួយទំព័រនៅលើមួយសន្លឹកกระดาษរាមយើងតែសម្រាប់កម្មវិធី PowerPoint សម្រាប់ធ្វើ slide presentation នោះភាគច្រើនគេ print ជា2ឬក៏3ព្រោះហ្នឹងវាជារូបភាពច្រើនជាងអញ្ចឹងគេដាក់វានៅលើសន្លឹកតែមួយដើម្បីឲ្យអ្នកមើលនឹងវា save กระดาษហើយមានកន្លែងកត់ចំណាំផងអញ្ចឹងបើយើងចង់ធ្វើវាអូខេចូល file មកចូល print អញ្ចឹងនេះខាងក្រោមគេបំផុតចំណុចចុងក្រោយនេះគឺជាធម្មតាវាចេញ one page per sheet អញ្ចឹងវាមួយទំព័រក្នុងមួយសន្លឹកនេះអញ្ចឹងមួយទំព័រគឺលើក print លើกระดาษរាមមួយសន្លឹកតែបើយើងចង់ជ្រើសរើសវាយក2ទំព័រក្នុងមួយសន្លឹកក៏បានតែវាពិបាកមើលណាតែបើយើងដាក់ធម្មតាទៅនេះគ្រាន់តែយើងរៀនឲ្យដឹងថារបៀបកំណត់ប្រមាណទំព័រនៅលើกระดาษមួយសន្លឹកបានណាអញ្ចឹងបន្ទាប់ពីយើងរើសហើយយើងចុច print ទៅជាការស្រេចណាអូខេអញ្ចឹងយើងបានរៀនទាំងអស់នៅចំណុចទាំង10ដែលអំពីរបៀបនៃការ print ឯកសារនៅក្នុងកម្មវិធី Microsoft Word របស់យើងអញ្ចឹងសង្ខេបឡើងវិញគឺយើងចេះអំពីរបៀបក្នុងការភ្ជាប់ឬក៏ពិនិត្យមើលបណ្ដាញដើម្បីភ្ជាប់មុននឹង print ហើយរបៀបដាក់ចំនួន copy ដើម្បី print ចំនួនច្បាប់ចង់បានប្រមាណច្បាប់ហើយរបៀប select ជ្រើសរើសម៉ាស៊ីន print របៀបជ្រើសរើសទំព័រដើម្បី print របៀប print សងខាងឬក៏ print តែម្ខាងហើយនឹងរបៀបប្រមូលផ្ដុំกระดาษយើងចង់ print វាតាមលេខរៀងឬក៏ print វាជាផ្នែកក៏បានហើយនឹងរបៀបដាក់กระดาษបញ្ឈរឬក៏กระดาษផ្ដេក
ទៅតាមយើងចង់បានហើយតមកទៀតគឺយើងបានរៀនអំពីរបៀបកំណត់ឬក៏ជ្រើសរើសទំហំกระดาษមាន A4 ដែលភាគច្រើន A3 ឬក៏ A5 អញ្ចឹងយើងចង់បានទំហំមួយណាយើងដាក់មួយនឹងទៅហើយយើងរៀនអំពីរបៀបកំណត់ឬក៏ទុកចន្លោះចុងกระดาษពីឯកសារទៅចុងกระดาษជុំវិញខាងលើខាងក្រោមខាងឆ្វេងខាងស្ដាំហើយចំណុចចុងក្រោយគឺយើងបានរៀនអំពីរបៀបដើម្បីកំណត់ឬក៏ដាក់ប្រមាណទំព័រនៅលើក្រដាសតែមួយសន្លឹកអញ្ចឹងមេរៀនយើងចប់ប៉ុណ្ណឹងហើយសូមអរគុណសម្រាប់ការតាមដានទស្សនានិងរៀនទាំងអស់គ្នាហើយសូមបងប្អូនបានចែករំលែកវីដេអូនេះទៅកាន់អ្នកដែលចង់រៀនកុំព្យូទ័រតាមអនឡាញដោយពុំមានបង់ប្រាក់អីទេគឺយើងរៀន free គ្រាន់តែយើងចំណាយពេលវេលាដើម្បីរៀនដើម្បីសិក្សាគឺជាការស្រេចអញ្ចឹងសូមអរគុណច្រើនសូមចាំជួបគ្នាមេរៀនទី5បន្តទៀតបាទសូមអរគុណសូមជម្រាបលា